សួស្តីបងប្អូនចឹងថ្ងៃនេះលោកគ្រូសូមចាប់ផ្ដើមញាសាទី5ណាគឺត្រៀមប្រឡងឌីប្លូមចឹងប្រធានទី1ណាគេឲ្យ5បន្ទុកដោយម្ដេចដែលហៅថារកណានឹងទី2រមាំង5បន្ទុកដែរដោយម្ដេចដែលហៅថាខ្នោះចែកចេញជាប្រមាណប្រភេទអ្វីខ្លះអូខេអញ្ចឹងយើងដឹងណាតាមមេរៀនអញ្ចឹងរកគឺជាកង់ម្យ៉ាងណាកង់ម្យ៉ាងដែលមានចង្អូព័ទ្ធជុំវិញណាចង្អូនោះសម្រាប់ដាក់ខ្សែហើយវិលជុំវិញអាក់មួយអាក់ហ្នឹងកាត់តាមផ្ចិតរបស់វាណាអាហ្នឹងហៅរកណាអូខេអញ្ចឹងរកគឺប្រើដើម្បីសម្រួលលើកវត្ថុធ្ងន់ពីទីទាបទៅទីខ្ពស់ណាគេអាហ្នឹងរកលេខ2ដោយម្ដេចដែលហៅថាខ្នោះណាខ្នោះគឺជាអង្គធាតុរឹងមាំមួយខ្នោះជាអង្គធាតុរឹងមាំមួយចែកអង្គធាតុរឹងមាំមួយដែលចល័តជុំវិញអនឹងមួយអនឹងនោះគេហៅថាទំរើហើយចែកចេញជាប្រមាណប្រភេទខ្នោះចែកចេញជា3ប្រភេទខ្នោះទំរើកណ្ដាលខ្នោះទំនប់កណ្ដាលខ្នោះចលកកណ្ដាលអូខេអញ្ចឹងយើងដាក់ចម្លើយមកអូខេណាហើយយើងចាប់ផ្ដើមទាំងអស់គ្នាអូខេឥឡូវយើងមើលទី1ណាដែលហៅថាខ្នោះជាកង់ម្យ៉ាងដែលមានចង្អូព័ទ្ធជុំវិញសម្រាប់ដាក់ខ្សែហើយវាវិលជុំវិញអាក់មួយកាត់តាមផ្ចិតរបស់វាណាអញ្ចឹងសំណួរលេខ1ម៉ាំងសំណួរលេខ2ដែលហៅថាខ្នោះជាអង្គធាតុរឹងមាំមួយចល័តជុំវិញចំណុចនឹងមួយហៅថាតម្រើអញ្ចឹងខ្នោះមាន3ប្រភេទខ្នោះតម្រើកណ្ដាលខ្នោះទំនប់កណ្ដាលនិងខ្នោះចលកកណ្ដាលអូខេឥឡូវយើងបកទៅមើលលំហាត់3រមាំងណាលំហាត់យើងត្រូវតែអានវាហើយសងសមត្ថកម្មណា3រមាំងសុវ៉ុលទ័រ1ដែលដំឡើងតង់ខ្យង់ឆ្លាស់12វ៉ុលអានេះជាតង់ខ្យង់នៅរបំបឋមយើងតាំងទៅ VP ណាយើងសងវាមកទៅ240ណាអានេះគឺតង់ខ្យង់នៅរបំមធ្យមហើយណាសម្រាប់អយៈស្មាយានទំនើបមួយបើនៅរបំទី1មានចំនួនស្ពាណារបំទី1គឺរបំបឋម N8 100ស្ពាតើនៅរបំទី2មានចំនួនស្ពាប៉ុន្មានអញ្ចឹងគឺរើ NS ណាអូខេអញ្ចឹងលេខ3តកតឹងនឹងត្រង់ស្វូណាយើងសួងវាមកនេះសមត្ថកម្មដែលយើងសួងណាគេសួររើចំនួនស្ពានៅរបំមធ្យមអូខេឥឡូវតាមផលធៀបតម្លៃយើងទាញបាន NS លើ NP ស្មើ VS លើ VP ណាអញ្ចឹងយើងទាញរើ NS មក NS ស្មើ NS ស្មើ NP គុណនឹង VS ចែកទៅនឹង VP អូខេឥឡូវយើងមើលយើងជំនួសចូលមក NP ណា NP 100ស្ពាVP ហ្មង VP 12ណា12ចែកទៅនឹង VS 240ណា VS 240អញ្ចឹងយើងសម្រួល0មួយចោលមកវាអានេះយើងសម្រួលនឹង12បាន1 24សម្រួលនឹង12 24សម្រួល12បាន2អញ្ចឹង10ចែក2បានជប់នេះ VS ឬ VS 240ណាអូខេ VS 240 VS 240គុណនឹង VP ចែកនឹង VP ណាចែកទៅនឹង VP 12អូខេអញ្ចឹង24ចែកនឹង2វាបាន2ណាអញ្ចឹង2 20យើងថែម0 2ទៀតណាអញ្ចឹង2000ស្ពាអូ
គេ2000 ស្ពាណាចំនួនស្ពានៅរបំមធ្យមណា2000ស្ពាគេអញ្ចឹងយើងបន្តទៅលំហាត់បន្ទាប់ទៀតលំហាត់លេខ4រមាំងណាអញ្ចឹង4រមាំងយើងមើលប្រធានបន្តិចមើលគេសួរអីគេ4រមាំងតេតើងនឹងអុបតិចណាគេអញ្ចឹងគេឲ្យ5បន្ទុកដែរផ្លាកសារ៉ាច1មានកម្ពស់នេះគឺ50នេះណាកម្ពស់50ស្មើ6ម៉ែត្រស្ថិតនៅចម្ងាយ20ម៉ែត្រពីប្រអប់ថតរូបណាឬហៅប្រអប់ងឹតប្រអប់ថតមួយមានជម្រៅណាជម្រៅវាគឺគុយណាគឺជាចម្ងាយរូបភាពណា10សង់ទីម៉ែត្រគេគណនាកម្ពស់រូបភាពដែលទទួលបានអញ្ចឹងកម្ពស់រូបភាពយើងតាំងដោយ50ព្រីមអញ្ចឹងយើងតេតឹងនឹងផលធៀបបំប្រវែងមកវាណាអញ្ចឹងយើងសងតិចទៅគេអញ្ចឹង56ម៉ែត្រប៉ែ20ម៉ែត្រគុយ10សង់ទីម៉ែត្រគេរើ50ព្រីមអញ្ចឹងរើ50ព្រីមយើងដាក់តាមផលធៀបប្រវែងណាអញ្ចឹង50ព្រីមលើ50ស្មើគុយនៅលើប៉ែណាគេអញ្ចឹងយើងទាញរើ50ព្រីមទៅ50ព្រីមស្មើ50គុណនឹងគុយចែកនឹងប៉ែអូខេឥឡូវយើងជំនួសលេខចូល50ប៉ុន្មាន50របស់យើងគឺ10សង់6ម៉ែត្រណា6ម៉ែត្រគុណទៅនឹង Q 10សង់ទីម៉ែត្រណា10សង់ទីម៉ែត្រនៅលើ P ណាចម្ងាយវត្ថុចម្ងាយវត្ថុគឺប៉ែ20ម៉ែត្រអូខេ20ម៉ែត្រ20ម៉ែត្រអូខេអញ្ចឹងយើងសម្រួល0មកអញ្ចឹង6ចែកនឹង2បាន3សង់ទីម៉ែត្រណាព្រោះម៉ែត្រនេះយើងស្រួលអស់ហើយអញ្ចឹង3សង់ទីម៉ែត្រនេះគឺជាកម្ពស់រូបភាពដែលនៅក្នុងប្រអប់ខ្មៅណាអញ្ចឹងរូបភាពនៃបកគោលផ្លាកចរាចរណ៍ហ្នឹងគឺ3សង់ទីម៉ែត្រអូខេឥឡូវយើងបន្តទៅលំហាត់ទី5អូខេលំហាត់ទី5តេតើងទៅនឹងកញ្ចក់ស្វែផតណាកញ្ចក់ស្វែផតមួយដែលមានកាំកំណោង30សង់ទីម៉ែត្រវត្ថុភ្លឺ AB មួយមានកម្ពស់2សង់ទីម៉ែត្រដាក់កែងទៅនឹងអាមេហើយចម្ងាយវត្ថុគឺ40សង់ទីម៉ែត្រពីកពូលនៅកញ្ចក់ស្វែណាកំណត់ទីតាំងគឺរើគុយណារើចម្ងាយរូបភាពប្រភេទជារូបភាពពិតឬក៏មិនពិតនិងទំហំរូបភាពគឺរើ50ព្រីមណាគេអញ្ចឹងយើងត្រូវសងសិន AR មក30 2សង់ទីម៉ែត្រប៉ែ40ណាទៅរើគុយគេឥឡូវយើងមើល AR 30 2ប៉ែ40គេអញ្ចឹងយើងកណនាកំណត់ទីរូបភាពយើងរើគុយប្រភេទចង់ដឹងថារូបភាពពិតទំហំរូបភាពយើងរើ50ព្រីមអញ្ចឹងយើងដើរតាមរូបមន្តឡង់ទីកញ្ចក់ស្វែ1លើ F ស្មើ1លើប៉ែបូក1លើគុយអញ្ចឹងយើងទាញរើ1លើគុយមកអញ្ចឹង1លើ F ដក1លើប៉ែអញ្ចឹង F ស្មើ R ចែក2ណា30ចែក2 15អានេះគឺកញ្ចក់ស្វែផតណាយើងយកបូកប៉ែស្មើ40សង់ទីម៉ែត្រអូខេឥឡូវយើងជំនួសចូលចឹងនាំឲ្យ1លើ Q ស្មើនឹង1លើ F ចឹង1លើ15ដល់1លើ40ណាគេអញ្ចឹងយើងយកភាគបែង15គុណនឹង4ណា15គុណ4 5 4នឹង20ត្រា2 4 ម្ដង 4 4នឹង2 6អញ្ចឹងយើងយក600អូខេ600ពាក្យបែង600អានេះ40ដល់15 40ដល់15យើងឃើញ25អូខេ25នៅលើ600អូខេ
25នៅលើ600អញ្ចឹងយើងចម្រាស់វិញទៅនាំឲ្យ Q ស្មើ600លើ25វិញអញ្ចឹង600ចែក25យើងបាន3លើហើយណា2 5ដង10 10សង10 0ត្រា1 2 ដង4 4នឹង1 5 5សង6នឹងសល់1តម្លាក់0អញ្ចឹងយើងបាន4 5ដង20សង20 0ត្រា2ណា4 2ដង8 8នឹង2 10អូខេអញ្ចឹងបាន24ណាអញ្ចឹង24អញ្ចឹងគុយវិជ្ជមានណាជារូបភាពពិតអូខេ24សង់ទីម៉ែត្រណាធំជាង0ណាណាធំជាង0យើងអាចប្រាប់គេជារូបភាពពិតណាជារូបភាពពិតគេឥឡូវយើងរើទំហំរូបភាពណាទំហំរូបភាពវារើហាស់ព្រីមអញ្ចឹងយើងតាមអត្រាពង្រីកទៅហាស់ព្រីមនៅលើហាស់យើងប្រើតម្លៃដាច់ខាតអាហ្នឹងព្រោះយើងរើកម្ពស់ណាដកគុយនៅលើប៉ែយើងទាញរើហាស់ស្មើហាស់ព្រីមស្មើហាស់គុណនឹងតម្លៃដាច់ខាតដកគុយលើប៉ែអូខេឥឡូវហាស់របស់យើង2សង់ទីម៉ែត្រណាហើយគុយយើងរើឃើញមិញ24អូខេ24នៅលើប៉ែ40អញ្ចឹងយើងអាចសម្រួលនឹង2 40សម្រួល2បាន20ណាអញ្ចឹង24នៅលើ20អញ្ចឹងយើងបាន1 2ណាអូខេអញ្ចឹងយើងបាន24ចែកនឹង20 24ចែកនឹង2យើងបាន12ណាអូខេបាន12អញ្ចឹងបាន 1.2 ណាអញ្ចឹង 1.2 អូខេ 1.2 សង់ទីម៉ែត្រអូខេអានេះគឺជាកម្ពស់រូបភាពណាអូខេឥឡូវបន្តទៅទៀតយើងចូលដល់លំហាត់6រ៉ូម៉ាំងអូខេ6រ៉ូម៉ាំងអានេះគឺ5រ៉ូម៉ាំងអូខេនេះ4រ៉ូម៉ាំងអូខេឥឡូវយើងចូល6រ៉ូម៉ាំងអូខេយើងមើលប្រធានសិនណា6រ៉ូម៉ាំងតេតើងនឹងម៉ូម៉ង់ណាគេឲ្យ5បន្ទុកដែរអង្គធាតុមួយមានទម្ងន់ហ្នឹងគឺកម្លាំង F អងនេះណារូបគេឲ្យស្ថិតនៅចម្ងាយ1ម៉ែត្រពីអរង្វិលនេះពីអរង្វិល O នេះចំណុចតម្រើនេះ O នេះអញ្ចឹងដីអងស្មើ1ម៉ែត្រណាតើគេត្រូវដាក់ទម្ងន់ F ដឺនេះ10 N ស្ថិតនៅចម្ងាយប៉ុន្មានណាដីដឺនេះដើម្បីឲ្យប្រព័ន្ធមានលំនឹងឬក៏ដងថ្លឹងមានលំនឹងអញ្ចឹងមានថាយើងរើដីដឺអញ្ចឹងដើម្បីរើដីដឺយើងតាមលក្ខខណ្ឌយើងត្រូវដឹងថាលក្ខខណ្ឌហ្នឹងវាមានលំនឹងណាអូខេមានលំនឹងលុះត្រាតែម៉ូម៉ង់ដែលទាញដងថ្លឹងហ្នឹងឲ្យវិលមកខាងឆ្វេងស្មើនឹងម៉ូម៉ង់ដែលទាញដងថ្លឹងហ្នឹងឲ្យវិលមកស្ដាំអូខេអញ្ចឹងលក្ខខណ្ឌលំនឹងណាយើងដើរតាមគោលការណ៍រក្សាម៉ូម៉ង់អញ្ចឹងម៉ូម៉ង់នៃកម្លាំង F1 ស្មើម៉ូម៉ង់នៃកម្លាំង F2 អញ្ចឹងម៉ូម៉ង់នៃកម្លាំង F1 យើងត្រូវយកដៃខ្នាស់កម្លាំងគុណនឹងដៃខ្នាស់ម៉ូម៉ង់នៃកម្លាំង F2 ត្រូវយកកម្លាំង F2 គុណនឹងដៃខ្នាស់វាអញ្ចឹងយើងទីរើដៃដឺអញ្ចឹងដៃដឺវាស្មើ F1 គុណនឹងដៃ1ចែកនឹង F2 F1 គឺ10 Newton 20 Newton 20 Newton ណា20 Newton គុណទៅនឹងដី1 1ម៉ែត្រចែកនឹង F2 មិញមក10ណាចែកទៅយើងឃើញ2ម៉ែត្រអញ្ចឹងដូចនេះ F ដឺដែលត្រូវដាក់ហ្នឹងត្រូវដាក់ចម្ងាយ2ម៉ែត្រពីអរង្វិល O នេះអូខេអញ្ចឹងលោកគ្រូបានកែបញ្ចប់ប្រធានទី5ហើយអញ្ចឹងបងប្អូនប្រឹងប្រែងរៀនឡើងវិញណាបើអត់យល់កន្លែងណាអាចឆាតសួរ comment បានអញ្ចឹងសូមបញ្ចប់ប្រធានវិញ្ញាសាប៉ុណ្ណឹងសិនណាអូខេ